យើងឃើញនៅប្រទេសក្នុងតំបន់អាស៊ានយើងមកឧទាហរណ៍ដូចសិង្ហបុរី2ថ្ងៃនេះគឺសិង្ហបុរីបានប្រកាសហើយនឹងការឡើងតម្លៃសេវាកម្មផ្សេងពាក់ព័ន្ធជាមួយនៅសេវាកម្មក្នុងវិស័យទេសចរណ៍ហ្នឹងហើយរដ្ឋាភិបាលសិង្ហបុរីក៏ប្រកាសឲ្យមានការកាត់បន្ថយនៅសេវាកម្មមួយចំនួនដែលនឹងនាំឲ្យមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរដែរសម្រាប់នៅកម្ពុជារហូតដល់ថ្ងៃនេះយើងអត់ទាន់បានឃើញមានការកាត់បន្ថយនៅសេវាកម្មណាមួយឬក៏ឡើងតម្លៃនៅចំណុចណាមួយពីព្រោះតម្លៃទាំងអស់យើងបានលក់ទៅឲ្យភ្ញៀវរួចជាស្រេចហើយក៏ប៉ុន្តែតម្លៃដែលមកថ្មីនេះនៅក្នុងកលៈទេសៈនេះក៏យើងបានត្រៀមក្នុងការឡើងតម្លៃទៅតាមស្ថានភាពជាក់ស្ដែងពីព្រោះពេលបច្ចុប្បន្នកាលលោកដឹងហើយថាតម្លៃប្រេងឡើងថ្លៃនេះវាមិនមែនឡើងទៅកម្ពុជាមួយទេវាឡើងជាសកលអញ្ចឹងមានន័យថាម៉េចមានន័យថាវានឹងប៉ះពាល់ជាសកលទៅកាន់ពិភពលោកទាំងមូលនោះវាប៉ះដូចគ្នាទាំងអស់ហ្នឹងអញ្ចឹងកាលណាតែប្រេងឡើងថ្លៃមួយហើយវិស័យដទៃនឹងប៉ះពាល់ទាំងអស់អញ្ចឹងចង់មិនចង់នៅកម្ពុជាខ្ញុំជឿជាក់ថាទៅមុខទៀតសេវាកម្មទាំងអស់នៅក្នុងវិស័យទេសចរណ៍នឹងមានការឡើងថ្លៃដូចនៅតាមបណ្ដាប្រទេសដទៃទៀតហ្នឹងបើវានឹងឡើងអូតូម៉ាទិកហ្នឹងឯងក៏ប៉ុន្តែពេលបច្ចុប្បន្នកាលនេះយើងឃើញថាតាំងពីសន្តាគារតាំងពីអីហ្នឹងមិនទាន់មានការឡើងថ្លៃនៅឡើយទេពីព្រោះពួកយើងក៏កំពុងតែរងចាំមើលតើវាមានអ្វីកើតឡើងទៀតតែខ្ញុំជឿជាក់យ៉ាងមុតមមថាបើសិនជាក្នុងខែ3រហូតដល់ខែ4នេះមុនរដូវចូលឆ្នាំខ្មែរនេះបើសិនជាតម្លៃនឹងវានៅតែដដែលហ្នឹងប្រកាសណាស់នឹងមានការប្រែប្រួលទៅលើគ្រប់សេវាកម្មទាំងអស់ក្នុងវិស័យទេសចរណ៍ហ្នឹងហើយវាជាការពិតហើយវាបញ្ហានេះវាជាបញ្ហារបស់ពិភពលោកបើវាមិនប៉ះវាជារឿងចម្លែក 100% វានឹងប៉ះទៅលើវិស័យទេសចរណ៍ហ្នឹងឥឡូវវាបានប៉ះតាំងពីថ្ងៃទី1នៃសង្គ្រាមកើតឡើងថ្ងៃទី28ខែ2ម៉េចវាមិនមែនទៅពីប៉ះវាមិនមែនទៅពីប៉ះនឹងទៅលើរឿងសាំងរឿងអីហ្នឹងទេបាទពីព្រោះយើងដឹងហើយមជ្ឈមបូព៌ាមានទីក្រុង3ធំហ្នឹងអាប៊ូដាវីកាតាឌូបៃហ្នឹងគឺកន្លែងហ្នឹងគឺជាកន្លែងដែលតបភ្ជាប់មកកម្ពុជានិងតំបន់អាស៊ានទាំងមូលទៀតមាន52ជើងយន្តហោះក្នុងវិសប្តាហ៍ដែលចូលមកកម្ពុជាហ្នឹងអញ្ចឹងយើងឃើញអានោះតែផលប៉ះពាល់វាកម្រិតណាអាហ្នឹងណាវាផលប៉ះពាល់ក្នុងកម្រិតណាអញ្ចឹងវាបានប៉ះមកទេសចរកម្ពុជាតាំងពីថ្ងៃទី1នៃសង្គ្រាមការឡើងក្នុងមជ្ឈមបូព៌ាអញ្ចឹងអាបញ្ហាប្រេងហ្នឹងវាជាបញ្ហាទី2ទៀតបាទជាបញ្ហាទី2នឹងប៉ះបច្ចុប្បន្នកាលនេះអ្វីដែលខ្ញុំមើលឃើញដែលរដ្ឋាភិបាលអាចចូលរួមបានមានន័យថារដ្ឋាភិបាលអាចពិចារណាលុបពន្ធចោលទាំងអស់ពាក់ព័ន្ធជាមួយសាំងមានន័យថាពន្ធដែលនាំចូលខ្ញុំឃើញហើយរដ្ឋាភិបាលលោកបានមួយសប្តាហ៍លោកចាយលុយប្រហែលជា$4លានទៅលើពន្ធនឹងឯងក្នុងមួយសប្តាហ៍ដែលលោកចាយពន្ធរួមនៅក្នុងពន្ធប្រេងហ្នឹងនាំចូលប្រេងហ្នឹងអញ្ចឹងសម្រាប់ខ្ញុំមធ្យោបាយពេលបច្ចុប្បន្នកាលដើម្បីធ្វើកុំឲ្យអាតម្លៃសាំងនឹងវាឡើងទៅប៉ះពាល់វិស័យផ្សេងមានន័យថារដ្ឋាភិបាលទៅលុបចោលទាំងអស់អាការពន្ធទៅលើប្រេងហ្នឹងគឺលុបចោលអាហ្នឹងខ្ញុំគិតថាវាទប់បានក្នុងរយៈពេលណាមួយក៏ប៉ុន្តែរដ្ឋាភិបាលប្រឈមមុខនឹងការបាត់បង់ប្រាក់ចំណូលរបស់ខ្លួននៅក្នុងហ្នឹងប៉ុន្តែបាត់ចំណូលរបស់រដ្ឋតែឯកជនលោកនៅអាចជួយជើងបានពីព្រោះកាលណាបើឯកជនជួយជើងអត់បានអាហ្នឹងវានឹងប៉ះតគ្នាកាន់តែធំធេងទៀតបាទសូមជម្រាបសួរដល់បងខ្ញុំបាទឈ្មោះជឹងវិឆ័យជាមេកទេសភាសាអង់គ្លេសប្រចាំនៅតំបន់សៀមរាបអង្គរហើយខ្ញុំមានអាយុ36ឆ្នាំបាទហើយនៅក្នុងថ្ងៃទី2នៃថ្ងៃសមត្ថត្រីនេះផងដែរយើងឃើញថាមានប្រជាជនខ្មែរយើងគ្រប់បណ្ដាខេត្តទាំងអស់ដែលបានមកចូលរួមទស្សនានៅការមើលថ្ងៃសមត្ថត្រីនៅថ្ងៃទី2ហើយក៏ដូចជាមានជនបរទេសជាច្រើនផងដែរដែលមកទស្សនានៅតំបន់ប្រាសាទអង្គរវត្តតែម្ដងជាមេទេសចររយៈពេលប៉ុន្មានឆ្នាំហើយបងបាទខ្ញុំជាមេទេសចររយៈពេលជិត10ឆ្នាំហើយបងបាទតាំងពីការថ្ងៃទី2នៃថ្ងៃរះចំកពូប្រាសាទអង្គរវត្តនេះមានបងជាអ្នកទេសចរបងមើលឃើញបែបមិនដែរហើយអ្វីដែលមានភាពអស្ចារ្យនៅថ្ងៃនេះបាទបងសម្រាប់ថ្ងៃទី2នេះយើងឃើញមានថាកំណើននៃភ្ញៀវជាតិបានមកទស្សនានៅតំបន់ប្រាសាទអង្គរវត្តនេះគឺច្រើនជាងពីម្សិលមិញហើយព្រឹត្តិការណ៍ដែលអស្ចារ្យបំផុតនៅថ្ងៃនេះគឺការ
រះនៃពន្លឺព្រះអាទិត្យគឺនៅក្នុងលក្ខណៈមួយថាវាស្អាតហើយវានៅចំកំគូលនៃប្រាសាទជាធម្មតាថ្ងៃសម្បត្តិរាត្រីក្នុងមួយឆ្នាំយើងមានព្រឹត្តិការណ៍2 ដងយើងព្រឹត្តិការណ៍នៅក្នុងខែវស្សាគឺចាប់ពីថ្ងៃទី21 22 23ខែកញ្ញាហើយសម្រាប់ខែប្រាំងគឺយើងមានព្រឹត្តិការណ៍ចាប់ពីថ្ងៃ21 22 23ខែមិនិនាអញ្ចឹងនៅក្នុងខែប្រាំងនេះយើងទទួលបានពន្លឺគឺចែងចាំងល្អជាពិសេសគឺនៅចំនៅគូបនៅរៀនហាលចំនឹងប្រាសាទអង្គរវត្តទាំងតែម្ដងយើងដឹងហើយថាប្រាសាទអង្គរវត្តគឺជាអច្ឆរិយៈបេតិកភណ្ឌពិភពលោកនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅក្នុងបណ្ដាប្រទេសផ្សេងៗផងដែរបាទសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះដែរគឺប្រជាជនយើងគឺពោពេញទៅដោយភាពស្រស់ថ្លាហើយនឹងទឹកមុខស្រស់ស្រាយពាក់ព័ន្ធជាមួយនឹងការបានមកទស្សនាប្រាសាទអង្គរវត្តការមកទស្សនាប្រាសាទអង្គរវត្តនៅពេលព្រលឹមក៏ដូចជាពេលថ្ងៃរះគឺយើងតំណាងឲ្យសេចក្តីសុខសុភមង្គលក៏ដូចជាតំណាងឲ្យនៃការកើតនៃជីវិតថ្មីរបស់សត្វលោកយើងតែម្ដងអញ្ចឹងជាធម្មតាខ្ញុំសង្កេតឃើញថាប្រជាជនយើងគឺភាគច្រើនគិតមកទស្សនាតែថ្ងៃពិសេសទេថ្ងៃសម្បត្តិរាត្រីទេក្រៅពីនោះគឺគិតអត់ទៅបានមកច្រើនទេហើយក្រៅនោះគឺភ្ញៀវបរទេសមក support ច្រើនមកគាំទ្រច្រើនដោយសារតែថ្ងៃរះយើងដឹងហើយថានៅទីតាំងណាក៏មានថ្ងៃរះដែរប៉ុន្តែថ្ងៃរះដែលភាពអស្ចារ្យបំផុតគឺនៅអង្គរវត្តអញ្ចឹងភ្ញៀវបរទេសទាំងអស់គឺគាត់ចាប់អារម្មណ៍មកមើលប្រាសាទពេលព្រឹកពីព្រលឹមពេលថ្ងៃរះតែម្ដងដោយសារថ្ងៃរះគាត់មើលទីណាក៏បានដែរប៉ុន្តែថ្ងៃរះនៅប្រាសាទអង្គរវត្តពេលខ្លះមួយជីវិតគឺយើងអត់បានធ្លាប់មកមើលទេអញ្ចឹងភាពតាក់ទាញមួយដែរគឺជា concept របស់បរទេសទោះបីជាភ្លៀងឬមួយក៏ក្តៅយ៉ាងណាក៏គាត់តស៊ូប្រឹងប្រែងមកដែរពាក់ព័ន្ធជាមួយនឹងថ្ងៃពេលថ្ងៃរះតែម្ដងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋយើងជាច្រើនក៏ដូចជាពាក់ព័ន្ធជាមួយនឹងភ្ញៀវជាតិសូមជួយមកគាំទ្រទស្សនាប្រាសាទហើយដល់ជាការងារជូនទៅដល់ប្រជាពលរដ្ឋយើងក៏ដូចជាអ្នកមានគេហៅថាមានលបជារត់ជាលមជាទុធុជាអ្នករេស្តូរ៉ង់ផ្សេងបាទហើយផ្ដល់ការងារឲ្យប្រជាពលរដ្ឋខ្មែរយើងមានឱកាសមានប្រាក់ចំណូលចិញ្ចឹមគ្រួសារជីវភាពរស់នៅព្រោះថាមួយនេះដែរគឺជាចំណុចដ៏សំខាន់គឺមានតែភ្ញៀវក្នុងបរិបទសង្គ្រាមបច្ចេកលោកនេះបរទេសគឺភាគច្រើនគឺគាត់នៅមានភាពភ័យខ្លាចអញ្ចឹងបើសិនតែមានខ្មែរយើងមកគ្រប់គ្រងឲ្យរោមគ្គទេសដើម្បីជួយផ្សព្វផ្សាយប្រវត្តិសាស្ត្រហើយនឹងការកសាងប្រាសាទវាជាការមួយដ៏ល្អដែលបង្កើតការងារឲ្យប្រជាពលរដ្ឋយើងក្នុងស្រុកមើលចំនួនយើងគួរតែចូលរួមផ្សព្វផ្សាយបែបណាដើម្បីឲ្យជំរុញឲ្យវិស័យទេសចរណ៍ប្រទេសកម្ពុជាយើងកាន់តែរីកចម្រើនហើយមានការគ្រប់គ្រងមកមើលច្រើនបាទបងជា concept របស់ពួកយើងគឺយើងចង់ឲ្យប្រជាពលរដ្ឋយើងផ្សព្វផ្សាយនៅក្នុងភាពវិជ្ជមានច្រើនពេលខ្លះចំណុចណាដែលវិជ្ជមានយើងមិនគួរផ្សព្វផ្សាយយើងផ្សព្វផ្សាយចំណុចណាដែលវាមានផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក៏ដូចជាផលប្រយោជន៍ជាសាធារណៈតែម្ដងហើយការផ្សព្វផ្សាយមួយដែរគឺសូមឲ្យប្រជាពលរដ្ឋយើងជួយបំផលផ្សព្វផ្សាយតែរឿងល្អៗហើយពាក់ព័ន្ធជាមួយនឹងប្រាង្គប្រាសាទផ្សេងៗក៏សូមឲ្យគាត់ជួយចែករំលែកក្នុងប្រព័ន្ធ social media ក៏ដូចជាសារព័ត៌មានធំៗដើម្បីឲ្យភ្ញៀវបរទេសគាត់បានដឹងប្រទេសកម្ពុជាយើងបានច្រើននៅក្នុងបរិបទនេះដែរមានតែប្រជាពលរដ្ឋខ្មែរយើងទេដែលអាចជួយគ្នាបានហើយសង្ឃឹមថានៅក្នុងថ្ងៃចូលឆ្នាំរបស់ពួកយើងនឹងមានប្រជាពលរដ្ឋយើងមកទស្សនាប្រាសាទអង្គរវត្តបានច្រើនហើយក៏ដូចជាជឿរើសសំណុំពរឲ្យប្រជាពលរដ្ឋខ្មែរយើងរួមមគ្គទេសដើម្បីជួយបញ្ចូលណែនាំបន្ថែមអំពីរឿងប្រវត្តិសាស្ត្រដែលស្ដេចនៃកសាងប្រាសាទទៅយើងកសាងដើម្បីធ្វើអ្វីអញ្ចឹងវាជាទស្សនៈមួយដ៏ល្អសម្រាប់ខ្មែរយើងដែលឈានទៅរកការរួមមគ្គទេសឬបើគាត់មិនចង់បានមគ្គទេសទេគាត់អាចអានសៀវភៅបន្ថែមពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រយើងបង្កើនទៅលើភាពចំណេះដឹងយើងបន្ថែមបាទបាទសូម
គុណបង